អាមេរិកបានចាយលុយរាប់ពាន់លានដុល្លារទម្លាក់កម្ពុជាក្របបែកខួងជំរឿដី Baker Pasteur ប៉ុន្តែធ្វើអ្វីឃ្លាំងអាវុធក្រំដីរបស់អ៊ីរ៉ង់មិនបានទាល់ទេសោះប្រិមិត្តទស្សនិកជនមកកាន់នីតិព័ត៌មានតើបងប្អូនជឿទៀតថាអាវុធឬក្របបែកទំនើបបំផុតរបស់សហរដ្ឋអាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លារបែរជាត្រូវលុតជង្គង់ចាញ់ក្រោមដៃគ្រឿងចាក់ឈូសឆាយដីត្រឹមតែប៉ុន្មានគ្រឿងរបស់ប្រទេសអ៊ីរ៉ង់ទៅវិញនេះមិនមែនជារឿងលេងសើចទេប៉ុន្តែវាគឺជាសម្ដីពិតៗរបស់ក្រុមអ្នកវិភាគយោធាអន្តរជាតិពួកគេបានពន្យល់យ៉ាងច្បាស់ថាយុទ្ធសាស្ត្រទម្លាក់ក្របបែកគំនិតឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ង់កន្លងមកគឺនៅមានកម្រិតនិងទទួលបរាជ័យក្របបែកអាមេរិកធ្វើបានត្រឹមតែបាញ់បាក់ភ្នំបិទមាត់ច្រកចូលតែប៉ុណ្ណោះចុះឥឡូវមានរឿងអ្វីកើតឡើងយោងតាមរូបភាពពីផ្កាយរណបចុងក្រោយបង្អស់តែបណ្ដាញព័ត៌មាន CNN បានយកមកពិនិត្យនិងវិភាគបានបង្ហាញយ៉ាងច្បាស់ថាអ៊ីរ៉ង់គ្រាន់តែប្រើគ្រឿងចាក់ឈូសឆាយនិងគ្រឿងកាយដីធម្មតាប៉ុណ្ណោះដើម្បីកាយបើកមាត់រូងភ្នំក្រំដីនោះឲ្យដំណើរការឡើងវិញជាការសាច់បាត់ទៅហើយនេះមានន័យថាសមត្ថភាពយោធាអាកាសរបស់សហរដ្ឋអាមេរិកមិនអាចបំផ្លាញឃ្លាំងអាវុធអ៊ីរ៉ង់តាមរយៈការផ្ដោតគោលដៅតែលើមាត់រូងក្រំដីបាននោះឡើយក្រុមអ្នកវិភាគបានលើកឡើងថាតាមពិតទៅគោលបំណងធំបំផុតរបស់សហរដ្ឋអាមេរិកគឺចង់កំទេចឃ្លាំងស្តុកអាវុធនិងរោងចក្រនុយក្លេអ៊ែរគ្របដីរបស់អ៊ីរ៉ង់ឲ្យមាត់ជាផេះតែម្ដងប៉ុន្តែដោយសារតែអ៊ីរ៉ង់មានបទពិសោធន៍និងត្រៀមខ្លួនរួចជាស្រេចមិនក្រោម20ឆ្នាំនោះទេក្នុងការកសាងបណ្ដាញរូងភ្នំសម្ងាត់ពួកគេបានយកអាវុធនិងទីតាំងសំខាន់ៗរបស់ខ្លួនទៅលាក់ទុកនៅក្រោមដីក្រោមស្រទាប់ថ្មភ្នំដ៏រឹងមាំដែលមានជម្រៅរាប់រយម៉ែត្រចុះទៅក្រោមភាពរឹងមាំនេះហើយទើបធ្វើឲ្យក្របបែកទម្លុះដីដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក GBU 57 MOP គ្មានផ្លូវអាចទម្លុះទៅដល់ទីតាំងស្នូលទាំងនោះបានឡើយ CNN ក៏បានរកឃើញទិន្នន័យដែលគួរឲ្យតក់ស្លុតមួយផងដែរថាឥឡូវនេះនៅក្នុងចំណោមមាត់ច្រករូងក្រំដីចំនួន69ទីតាំងដែលកងទ័ពអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារបិទគប់នោះគឺអ៊ីរ៉ង់បានប្រើគ្រឿងចាក់កាយបើកច្រកបានរហូតទៅដល់50ទីតាំងឡើងវិញបាត់ទៅហើយការបើកច្រកបានវិញនេះមានន័យថាអ៊ីរ៉ង់អាចបញ្ចេញគ្រាប់មីស៊ីលបាឡេស្ទិកឬវងយន្តហោះដ្រូនអត្តឃាតចេញមកក្រៅដើម្បីវាយប្រហារសងសឹកទៅលើអ៊ីស្រាអែលនិងមូលដ្ឋានទ័ពសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ប្រចាំពពីបានដូចព្យុះឡើងវិញគ្រប់ពេលវេលាប្រសិនបើការប្រយុទ្ធគ្នាចាប់ផ្ដើមសារជាថ្មីអ្វីត្បិតតែក្រុមអ្នកជំនាញបានប្រាប់ CNN ថាសមត្ថភាពទម្លាក់គ្រាប់បែកធម្មតារបស់សហរដ្ឋអាមេរិកនៅមានកម្រិតក្តីប៉ុន្តែអ្នកកាសែតនិងអ្នកនយោបាយជាន់ខ្ពស់បានលើកឡើងក្រោយពេលដែលអាមេរិកនិងអ៊ីរ៉ង់មានបទឈប់បាញ់នៅថ្ងៃទី8ខែមេសាសូមកុំភ្លេចថាសហរដ្ឋអាមេរិកគឺជាមហាអំណាចយោធាខ្លាំងបំផុតលេខ1លើโลกគ្មានអ្វីដែលថាអាមេរិកធ្វើមិនបាននោះទេជាការពិតណាស់អាមេរិកនៅមានអាវុធចុងក្រោយនោះគឺអាវុធនុយក្លេអ៊ែរដែលខ្លួនមិនទាន់បញ្ចេញនៅឡើយនេះមានន័យថានៅទីបញ្ចប់បើអ៊ីរ៉ង់នៅតែទត់រឹងទៅតឹងនិងបន្តការគំរាមកំហែងដល់អាយុជីវិតសហរដ្ឋអាមេរិកនោះទីក្រុងតេហេរ៉ង់ប្រហែលជាត្រូវបង្ខំចិត្តភ្លុករសជាតិគ្រាប់បែកប៉ារ៉ាវ៉ាណូដោយដែលធ្លាប់បានកាត់ឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនជាមិនខានដោយឡែកងាកទៅមើលការចរចាស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមវិញមានសេចក្តីរាយការណ៍ថាលោកប្រធានាធិបតី Donald Trump ចង់កែប្រែលក្ខខណ្ឌសំខាន់ៗមួយចំនួនឡើងវិញក៏ប៉ុន្តែភាគីអ៊ីរ៉ង់បានបោះពាក្យសម្ដីតឹងរឹងតបទៅវិញថាបើអាមេរិកកែលក្ខខណ្ឌអ៊ីរ៉ង់ក៏មានសិទ្ធិកែប្រែលក្ខខណ្ឌដូចគ្នាដើម្បីធានាឲ្យបានថាអ៊ីរ៉ង់ទទួលបានសិទ្ធិពេញលេញនិងមិនចាញ់បោកគេទេ